ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំវិលត្រឡប់មកវិញហើយខានថតវីដេអូ vlog លេងយូរហើយដោយសារតែរវល់ដូរការងារអ្នកទាំងអស់គ្នាឥឡូវរកការងារបានធ្វើអញ្ចឹងក៏ឆ្លៀតពេលវេលាដើរលេងហើយថតវីដេអូដើម្បីឲ្យអ្នកទាំងអស់គ្នាបានទស្សនាផងដែរហើយថ្ងៃនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកទស្សនាទេសភាពនៅប្រទេសកូរ៉េពេលរដូវក្តៅតើមានទេសភាពស្រស់ស្អាតខ្លាំងប៉ុណ្ណាទៅអញ្ចឹងចាំទស្សនាវីដេអូនេះឲ្យដល់ចប់អ្នកទាំងអស់គ្នានឹងបានដឹងថាពេលរដូវក្តៅគឺប្រទេសកូរ៉េសម្បូរទៅដោយអីហើយទេសភាពស្រស់ស្អាតខ្លាំងប៉ុណ្ណាតើទៅចូលធ្វើការបានជិត1ខែចំពេលបុណ្យរដូវក្តៅអញ្ចឹងហើយខាងរោងចក្រហ្នឹងគឺគេឲ្យជប់ឡើង9ថ្ងៃអ្នកទាំងអស់គ្នាច្រើនថ្ងៃគួរសមដែរបើសិនជាបានទៅលេងខ្មែរមិនដឹងជាល្អមកទេប៉ុន្តែចង់ទៅយ៉ាងណាក៏ទៅអត់កើតទេដោយសារតែយើងដូរការងារចាយលុយអស់ហើយដល់ពេលអញ្ចឹងឥឡូវដល់វគ្គយើងរលុយម្ដងជប់ច្រើនថ្ងៃខ្លាំងពេកទៅសម្រាប់ចិត្តចេញទៅដើរលេងមួយថ្ងៃប្រហែលថ្ងៃហ្នឹងគឺដេកផ្ទះសុទ្ធដោយសារតែអត់ចង់ចេញទៅណាមួយមិនលេងក្តៅផងដល់ពេលសម្រាប់ចិត្តថានាំគ្នាដើរលេងគឺគៀកថ្ងៃចូលធ្វើការវិញអ្នកទាំងអស់គ្នាចូលធ្វើការថ្ងៃច័ន្ទហើយដើរលេងថ្ងៃសៅរ៍អត់យល់ទេបើក្លែកមើលសកម្មភាពរបស់ពួកខ្ញុំវិញគឺថាអង្គុយលើរថភ្លើងនឹងអត់សុខទេតិចឃ្លាននេះតិចឃ្លាននោះអស់ពីម្ជូរចូលដល់នំហើយគឺថាញ៉ាំបដាមើលទេសភាពបដាគឺសុបាយខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយវាស្រែគឺស្អាតខ្លាំងខ្ញុំចូលចិត្តមើលទេសភាពនៅពេលដែលខ្ញុំជិះរថភ្លើងខ្ញុំមកចូលចិត្តជិះរថភ្លើងក្រោមដីទេដោយសារតែវាល្ងឹតពេកបើជិះរថភ្លើងលើដីនេះគឺសុបាយភ្នែកមើលអត់ដែរសូវមើលទូរស័ព្ទទេពេលដែលខ្ញុំជិះរថភ្លើងគឺចូលចិត្តមើលទេសភាពខាងក្រៅច្រើនជាងពេលដែលឃើញវាស្រែអញ្ចឹងគឺមានអារម្មណ៍ថានឹកស្រុកកំណើតខ្លាំងមែនទែនដោយសារតែយើងនៅស្រុកកំណើតគឺសម្បូរស្រែខ្លាំងណាស់ធ្វើស្រែធ្វើស្រូវដាំដំណាំនេះដំណាំនោះជុំវិញផ្ទះអីចឹងទៅហើយនៅនេះវាស្តៀងយើងដែរឲ្យទៅពេលខែក្តៅអញ្ចឹងគឺខ្ញុំចូលចិត្តមើលទេសភាពពណ៌បៃតងនឹងខ្លាំងមែនទែនឃើញនៅក្នុងវីដេអូអត់សូវមានពលឺថ្ងៃអញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែកុំចេញទៅក្រៅសោះក្តៅចង់លាកដោយសារតែប្រទេសកូរ៉េឆ្នាំហ្នឹងគឺក្តៅខ្លាំងជាងឆ្នាំមុនឆ្ងាយម៉ោង3ម៉ោង4រសៀលអីប៉ុន្តែនៅក្តៅដូចម៉ោងមិនដល់2 10ចឹងហើយជនជាតិកូរ៉េភាគច្រើនគឺគេចូលចិត្តយកឆាតមកតាមខ្លួននៅពេលដែលគេចេញក្រៅគឺគេបាំងឆាតឲ្យអ្នកទាំងអស់គ្នាតែក៏ជាសំណាងមួយយ៉ាងដែរដោយសារតែថ្ងៃពួកខ្ញុំចេញដើរហ្នឹងគឺមិនអត់សូវក្តៅទេមូលហេតុអីបានមិនអត់សូវក្តៅអ្នកទាំងអស់គ្នាមើលនៅក្នុងវីដេអូនឹងទៅដឹងហើយគ្រាន់តែចុះពីលើរថភ្លើងមិនទាន់ទេដោយសារតែឃើញទេសភាពស្អាតនាំគ្នារត់ថតរូបថតអីលេងអញ្ចឹងទៅហើយមានកន្លែងខ្លះហ្នឹងពពករាងខ្មៅចង់ធ្លាក់ភ្លៀងអីខ្លះដែរអ្នកទាំងអស់គ្នាប៉ុន្តែកន្លែងខ្លះទៀតក៏ទេសភាពមើលទៅស្អាតត្រជាក់ភ្នែកដោយដែរក្នុងវីដេអូខ្ញុំបានថតអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាបានទស្សនាមកដល់ពាក់កណ្ដាលវីដេអូអញ្ចឹងប្រហែលជាអាចដឹងហើយថានៅប្រទេសកូរ៉េគឺសម្បូរដាំអីខ្លាំងជាងគេខ្ញុំអត់និយាយក៏អ្នកទាំងអស់គ្នានឹងស្មានយល់ហើយគឺដាំស្រូវនឹងឯងអ្នកទាំងអស់គ្នាគឺច្រើនខ្លាំងមែនទែនដូចតែបានឃើញអញ្ចឹងទោះបីជានៅទីប្រជុំជនមានអគារខ្ពស់ឬក៏មានផ្ទះប្រជាជនច្រើនយ៉ាងណាក៏ដោយក៏នៅតែមានវាស្រែវាស្រូវអីធម្មតាដូចនៅជនបទអញ្ចឹងអ្នកទាំងអស់គ្នាបន្ទាប់ពីយើងបានទស្សនាទេសភាពតាមដងផ្លូវហើយឥឡូវយើងមកដល់គោលដៅហើយគ្រាន់តែមកដល់នឹងសម្លឹងមើលទៅមេឃហ្នឹងគឺថាដូចចង់ធ្លាក់ទឹកមកយ៉ាងម៉េចហ្នឹងទេបើនិយាយពីរឿងខ្យល់វិញគឺប៉ើងសក់ពេញនឹងឯងចូលមុខចូលមាត់ផងអីផងបើថាយើងដើរប្រច្រាស់ខ្យល់គឺមិនបាច់ចាំមើលទេសក់បិទមុខចិត្តទេតែបើយើងដើរបដោយខ្យល់តោះតែយើងដើរថយក្រោយចឹងហើយពួកខ្ញុំក៏នាំគ្នាដើរទប់សក់ផងអីផងហើយមិនដឹងធ្វើម៉េចទេអ្នកទាំងអស់គ្នាបើខ្យល់ខ្លាំងឡើងខំចំណាយពេលជិះរថភ្លើង2ម៉ោងអ្នកទាំងអស់គ្នាប៉ុន្តែពេលដែលមកដល់គោលដៅហ្នឹងដូចចង់ខកអំណងតិចមិនដឹងទេដោយសារតែមេឃហ្នឹងដូចចង់ដល់ធ្លាក់ភ្លៀងមកប្រាវតែម្ដងហើយជនជាតិកូរ៉េគឺគេលេងទឹកលេងអីធម្មតាហើយពួកខ្ញុំទៅដល់នេះគឺទៅឈរមើលគេសុទ្ធអត់បានចង់ទៅលេងទឹកអីគេទេឃើញមេឃងឹតអញ្ចឹងបើតែជាសំណាងដែរអ្នកទាំងអស់គ្នាភ្លៀងតែខាងហ្នឹងទេខាងពួកខ្ញុំនៅជិតសមុទ្រនេះអត់មានភ្លៀងទេល្អដែរទៅខំថាចាំមើលថ្ងៃរៀបលិចអ្នកទាំងអស់គ្នាប៉ុន្តែដោយសារតែអស់កម្លាំងខ្លាំងពេកចឹងទៅរត់ទិញអីញ៉ាំអង្គុយលេងចុះឡើងថ្ងៃលិចបាត់បាននាំគ្នាហ្នឹងនឹកឃើញមកថតរូបប៉ុន្តែមិនជាអ្វីទេទោះបីជាថ្ងៃលិចបាត់ក៏មេឃនៅតែស្អាតដែរអ្នកទាំងអស់គ្នាខ្ញុំស្រឡាញ់រូបភាពកន្លែងហ្នឹងខ្លាំងមែនទែនមើលទៅគឺស្រស់ស្រាយខ្លាំងណាស់យើងពីថ្ងៃយើងមើលទេសភាពពណ៌បៃតងពេលរៀបឡើងតិចយើងមើលទេសភាពពណ៌បែបទឹកក្រូចបែបផ្កាឈូកអីចឹងអ្នកទាំងអស់គ្នាគឺខ្ជូតខ្លាំងមែនទែនហើយសម្រាប់វីដេអូមួយហ្នឹងក៏បានឈានចូលមកដល់ទីបញ្ចប់ហើយអរគុណអ្នកទាំងអស់គ្នាដែលបានតាមដាន vlog មួយនេះរហូតមកដល់ទីបញ្ចប់បាយបាយ